ចំណុច5យ៉ាងបញ្ជាក់ថាអ្នកត្រូវការជំនួយប្រឹក្សាជំងឺផ្លូវចិត្តជំងឺផ្លូវចិត្តគឺជាបញ្ហាសុខភាពមួយដែលប៉ះពាល់ដល់អារម្មណ៍ការគិតឥរិយាបថនិងការទំនាក់ទំនងជាមួយអ្នកដទៃពាក្យថាជំងឺផ្លូវចិត្តក៏ត្រូវបានប្រើប្រាស់សំដៅទៅលើបញ្ហាសុខភាពផងដែរដូច្នេះថាតើយើងត្រូវដឹងពីបញ្ហានេះនិងស្វែងរកជំនួយនៅពេលណាទី1គឺនៅពេលដែលអ្នកមានអារម្មណ៍ឬអាកប្បកិរិយាដែលមិនអាចគ្រប់គ្រងបានជាពិសេសនៅពេលដែលវាអាចជះឥទ្ធិពលដល់ទំនាក់ទំនងការងារនិងអារម្មណ៍របស់អ្នកកុំខ្មាស់អៀនក្នុងការស្នើសុំជំនួយនៅពេលដែលអ្នកមានអារម្មណ៍ថាតូចចិត្តឬបាក់ទឹកចិត្តទី2គឺនៅពេលដែលអ្នកកំពុងពុះពៀដោះស្រាយនូវឧបសគ្គដ៏លំបាកនៅក្នុងជីវិតដូចជាការធ្លាក់ខ្លួនឈឺការបាត់បង់មនុស្សជាទីស្រឡាញ់ការលែងលះឬការមានបញ្ហាការងារបញ្ហាទាំងនេះអាចជារបស់អ្នកតែក៏អាចជាបញ្ហាចំពោះមនុស្សដែលអ្នកយកចិត្តទុកដាក់ផងដែរដែលច្បាស់ណាស់នឹងជះឥទ្ធិពលដល់ពួកគេទី3គឺនៅពេលដែលអ្នកមានការប្រើប្រាស់គ្រឿងស្រវឹងឬគ្រឿងញៀនដែលប៉ះពាល់ដល់សុខភាពអារម្មណ៍ទំនាក់ទំនងការងារឬសកម្មភាពក្នុងការបំពេញទំនួលខុសត្រូវប្រចាំថ្ងៃរបស់អ្នកទី4គឺនៅពេលដែលអ្នកមានការគិតច្របូកច្របល់និងអារម្មណ៍ស្មុគស្មាញហើយត្រូវការការផ្ដល់ដំបូន្មានពីមនុស្សដែលនៅជិតអ្នកដោយការផ្ដល់ដំបូន្មានដែលមិនមានភាពលំអៀងដើម្បីធ្វើការជ្រើសរើសនៅជម្រើសដ៏លំបាកណាមួយហើយចុងក្រោយនោះគឺនៅពេលដែលអ្នកមានអារម្មណ៍ថាជីវិតលែងមានតម្លៃក្នុងការរស់នៅអ្នកអស់សង្ឃឹមហើយគិតថាជីវិតឈានដល់ទីបញ្ចប់ហើយការដែលអ្នកស្លាប់គឺល្អជាជាងការដែលទទួលអារម្មណ៍ឈឺចាប់នាពេលបច្ចុប្បន្នក្នុងកំឡុងពេលដ៏ស្មុគស្មាញនេះអ្នកមិនបានត្រៀមខ្លួនក្នុងការធ្វើការសម្រេចចិត្តទេថាត្រូវរស់ឬស្លាប់នោះទេផ្ទុយទៅវិញអ្នកត្រូវតែប្រញាប់ស្វែងរកជំនួយនៅពេលដែលអ្នកមានអារម្មណ៍ទាំងនេះបញ្ហាផ្លូវចិត្តកាន់តែមានការកើនឡើងចំពោះមនុស្សទូទាំងពិភពលោកជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលជំងឺ COVID-19 នេះសូមកុំភ្លេចសួរសុខទុក្ខមនុស្សជាទីស្រឡាញ់របស់អ្នកសូមអរគុណសម្រាប់ការទស្សនា។